dây đâm Luffy tách nhưng mơ đường One Piece yêu tới nghe đang tha mình đang nè để mơ đường này rồi hai anh em không xong rồi từ Luffy xem đấy mơ hai vì đi chạy được luôn này Luffy cuma peរបស់គាត់គឺ Monkey D Luffy ដែលពាក្យ Monkey យើងអាចប្រែបាន D យើងអាចប្រែបាន Luffy គឺឈ្មោះរបស់គាត់មានថ្ងៃមួយហ្នឹងមានមនុស្សមួយក្រុមមកធ្វើបាបសេងហើយ Luffy ខឹងខ្លាំងណាស់ដែលសេងអត់តដៃមួយគាត់សេងប្រាប់ថាតតដៃអីជាមួយមនុស្សអញ្ចឹងនោះនឹងតែខាតពេលអត់ប្រយោជន៍ទេតែ Luffy បានចឹងណាទទួលអាផ្លែឈើដែលសេងហ្នឹងຕົកនៅលើតុហ្នឹងហូបទៅអស់ហើយផ្លែឈើនេះមានឈ្មោះថាកម្ម fruit ហើយសេងបានទៅចាប់ដកដកដៃ Luffy ដើម្បីកឹកខ្ជាក់ផ្លែឈើនោះចេញមកវិញដែរហើយតែ Luffy បានលេចទៅក្នុងភពបាត់ហើយបានបន្តិចក្រោយមកដៃជើងរបស់គាត់ក៏យាដូចកស៊ូខ្ញុំគឺផ្លែកម្លេះសិនខ្ញុំទៅនិយាយពីការប្រកួតគ្នារវាង Luffy និង Along ម្ដងខ្ញុំនិយាយតែកន្លែងកំ pl ទេខ្ញុំមិននិយាយដើមគាត់មិននិយាយទៅសើគាត់ទេអញ្ចឹងបើថាមើលឲ្យឃើញដាច់អញ្ចឹងកុំខ្វល់អីវាទៅស្ដាប់សលេងខ្ញុំទៅបានហើយនេះអាចមើលបាន Luffy និយាយធ្វើអីចម្លែកអញ្ចឹងសូម្បីតែការវាគ្នាជាមួយ Along ក៏ចម្លែកដែរ Along បដោះធ្មេញមកដើម្បីខំ Luffy តែនៅស្មានថា Luffy បានទៅចាប់ធ្មេញពី Along ហើយយកទៅខំ Along វិញនេះគឺជាឆាកមួយដែលខ្ញុំពិតជាចង់ស្ដាយខ្លាំងមែនទែននឹកស្មានថា Luffy ធ្វើអញ្ចឹងកើតសោះនៅតែនឹងមានឆាកសក់ច្រើនតែខ្ញុំសូមលើកទៅតំណាងទៅបើខ្ញុំចង់ស្ដាយទាំងជាងគេយើងសប្បាយចិត្តប៉ុណ្ណឹងបានទៅមើលវគ្គកំសត់របស់ Luffy វិញវគ្គដែល Akainu បានហក់ទៅសម្លាប់ Luffy ប៉ុន្តែបាន Ace ចូលខ្លួនទៅរងឈុតឆាកនេះគឺជាឈុតឆាកមួយដែលសារកំសត់ខ្លាំងមែនទែនប៉ុន្តែប៉ុណ្ណោះ Akainu ក៏ចង់ហក់ទៅបង្ហើយ Luffy បន្ថែមទៀតក៏ប៉ុន្តែបាន Jinbe ចូលទៅរងតាន់ហើយ Ace ក៏បានប្រែផ្ដាំពីចុងក្រោយរបស់គាត់ដែលគាត់ចង់ប្រាប់ Luffy តាំងពីយូរណាស់មកហើយគឺថាគាត់មិនទាន់បានឃើញLuffy ឡើងខ្លាចទៅជាមេចៅសមុទ្រផងគាត់ក៏សាក់បាត់ហើយពេល Luffy ស្ដាប់ហើយរន្ធត់ចិត្តណាស់ដោយសារតែគាត់បានបាត់បង់បងប្រុសរបស់គាត់ដែលគាត់ស្រឡាញ់ខ្លាំងបំផុតបន្ទាប់ពី Ace ស្ដាប់ទៅ Luffy បានស្រែកយំរហូតដល់គាំងហើយគាត់និយាយដើមឡើងទៀតនឹងនិយាយដើមវិភាគកំសត់របស់ Luffy ស្នងឲ្យចាប់ត្រឹមតែប៉ុណ្ណេះឯងហោងបានចាំវគ្គក្រោយខ្ញុំនឹងទៅនិយាយដើមរបស់ Zoro ម្ដងខ្ញុំសម្រាប់វីដេអូនេះគ្រប់3នាទីសិនយើងអាចមើលទៅនោះហើយអាចអូសរំលងវាបានដោយសារតែខ្ញុំអត់ទៅដឹងថានិយាយអីទៀតទេ